ធ្លាប់មានអ្នកឆ្ងល់នេះថាតែអ្នកបង្កើតមាតិកាហើយមិនគេមានវីដេអូផុសទៅក្នុង social media ឬក៏ក្នុង TikTok របស់គេជាបានជារាល់ថ្ងៃគឺផុសរាល់ថ្ងៃហ្មងតើគេថតទុកភ្លាមៗឬគេធ្វើបែបណាសម្រាប់ខ្ញុំជាបទពិសោធន៍ខ្ញុំផ្ទាល់វីដេអូនេះគឺខ្ញុំសូមនិយាយបទពិសោធន៍ខ្លួនឯងផ្ទាល់ខ្ញុំដឹងថាតើបងខាងឬក៏អូនខាង content creator ផ្សេងៗគាត់ធ្វើបែបណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំតែងតែថតវីដេអូ content ដែលដាក់ផុសនៅក្នុង TikTok ឬក៏ social media របស់ខ្ញុំហ្នឹងគឺខ្ញុំតែងតែថតនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ពីព្រោះថាខ្ញុំទៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យនៅក្នុង2ថ្ងៃហ្នឹងនៅមានមួយថ្ងៃខ្ញុំនឹងថតហើយចឹងនៅពេលថ្ងៃណាដែលខ្ញុំថតគឺខ្ញុំអាចនឹងចំពោះប្រធានបទគឺខ្ញុំអាចនឹកតាំងពីថ្ងៃច័ន្ទមានថាពេលខ្ញុំធ្វើការឬខ្ញុំធ្វើការងារឯករាជ្យពេលខ្ញុំនឹកឃើញ content គឺខ្ញុំនឹងនឹកទុកឃើញ content ខ្ញុំនឹងនឹកទុកហើយខ្ញុំនឹងចាប់ដើមថតនៅថ្ងៃសៅរ៍ឬក៏ថ្ងៃអាទិត្យខ្ញុំថតហើយគឺខ្ញុំនឹងយកមកកាត់វីដេអូឲ្យស្អាតមានថាយើងបើនិយាយពីបន្លែវិញគឺយើងលាងឡើងស្អាតហើយគឺចាំទៅដាក់ទៅលើតុឲ្យតែញ៉ាំគឺគាត់បានញ៉ាំយើងលាងស្អាតអស់ហើយអញ្ចឹងផ្ដើមកែតម្រូវ edit ដាក់អក្សរអីមកទៅលេងអីមកស្អាតហើយខ្ញុំទុកក្នុងត្រាស់ហ្នឹងអញ្ចឹងនៅពេលរៀងរាល់ថ្ងៃគឺខ្ញុំនឹងចាប់ដើមផុសម្ដងវីដេអូពីរវីដេអូទៅតាមពេលវេលាខ្ញុំចាក់ស្ដែងអញ្ចឹងទៅប៉ុន្តែមួយទៀតមុនពេលដែលខ្ញុំបានវីដេអូដែលយើង clean ស្អាតបែបហ្នឹងគឺដំបូងឡើយក៏ខ្ញុំធ្វើវីដេអូជាលក្ខណៈនិយាយនៅក្នុងដូចខ្ញុំធ្លាប់និយាយវីដេអូមុនអញ្ចឹងគឺខ្ញុំថតវីដេអូនៅក្នុង TikTok តែម្ដងអញ្ចឹងនៅពេលខ្ញុំថតហើយខ្ញុំធៀបនៅក្នុងត្រាស់ដូចគ្នាបន្ទាប់មកខ្ញុំយកចេញពីត្រាស់នៅក្នុង TikTok យកទៅ edit យកទៅកែសម្រួលដាក់អក្សរអីហើយទើបខ្ញុំអាចយកមកដាក់ចូលនៅក្នុងត្រាស់ TikTok នេះវិញដើម្បីទុកផុសជូនទៅដល់បងឬអូនដែលតែងតែតាមដានឬក៏តែងតែចាំមើលវីដេអូរបស់ខ្ញុំហើយខ្ញុំពិតជាអរគុណអ្នកនរគ្នាមែនតើតែងតែគ្រប់គ្រងតែងតែតាមដានហើយក៏ដូចជាតែងតែ view តែងតែ like តែងតែ comment share repost ទៅលើវីដេអូរបស់ខ្ញុំទាំងអស់ខ្ញុំពិតជាអរគុណខ្ញុំមានតែមានតែអរគុណទៅដល់បងទាំងអស់គ្នាហើយខ្ញុំសន្យាថាខ្ញុំនឹងស្វែងរកនៅ content ល្អៗដែលអាចជាជំនួយទៅដល់បងមិនថាតិចឬច្រើនតែសង្ឃឹមថា content ដែលខ្ញុំធ្វើគឺសុទ្ធតែអាចជួយជាជំនួយដល់បងឬក៏អូនបាន